កាលពីព្រេងនាយមានខ្លាមួយកបាមានចិត្តចង់ហក់ហោះលើមេឃដោយសត្វបក្សីថ្ងៃមួយវាបានឃើញសត្វកុកហោះហើរចុះឡើងនៅពីលើវាហើយវាក៏បានស្រែកសួរទៅកាន់កុកពីរបៀបហោះសត្វកុកដឹងថាខ្លាមានចិត្តលោភលន់ក៏ចង់បង្រៀនមេរៀនមួយកុកប្រាប់ថាលោកបងខ្លាបើចង់ហោះលោកបងត្រូវឡើងទៅលើភ្នំខ្ពស់រួចហក់ចុះដោយបក់ដៃឲ្យខ្លាំងៗនិយាយរួចកុកក៏ហើរចេញតែនខ្លាល្ងងក៏ជឿតាមហើយខំប្រាំងឡើងទៅលើកំពូលភ្នំយ៉ាងខ្ពស់វាគិតក្នុងចិត្តថាខ្លួនឯងនឹងក្លាយជាស្ដេចនៃមេឃនៅពេលបន្តិចទៀតនេះខ្លាក៏លោតចុះពីលើភ្នំរួចបក់ដៃបក់ជើងយ៉ាងខ្លាំងប៉ុន្តែវាគ្មានស្លាបឯណាអាចហក់បានទៅវាចាប់ផ្ដើមធ្លាក់ចុះមកក្រោមយ៉ាងលឿនអូយជួយផងភាំងខ្លាក៏ធ្លាក់ចូលទៅក្នុងត្រពាំងភក់យ៉ាងជ្រៅវារួចខ្លួនពីសេចក្តីស្លាប់ប៉ុន្តែត្រូវប្រឡាក់ភក់ពេញខ្លួននិងខ្មាស់អស់សត្វព្រៃក្នុងព្រៃបងប្អូនទាំងអស់គ្នារឿងនេះចង់ប្រាប់យ៉ាងថាការចង់បានខ្ពស់ហួសពីសមត្ថភាពនិងការជឿគេដោយខ្វះការពិចារណាតែងតែនាំមកនូវការខកបំណង